ដែលចូលពេទ្យស្មានតែចូលទៅទិញថ្នាំមានអីបងប្អូនចូលទៅសម្រាប់អ្នកគ្រូពេទ្យហើយរំលោភបានសម្រាប់បងប្អូនហើយព្យាយាមរត់គេចខ្លួនត្រូវបានសមត្ថកិច្ចធ្វើការខាត់ខ្លួនបានភ្លាមបងប្អូនហេតុការសម្លាប់រួចរំលោភអ្នកគ្រូពេទ្យដែលជាជនជាតិចិនម្នាក់នៅមូលដ្ឋានខណ្ឌដង្កោមុននេះបន្តិចបងប្អូនភ្ញាក់ផ្អើលខ្លាំងមែនតើម្ដងនៅពេលនេះគឺជនសង្ស័យគឺត្រូវបានខាត់ខ្លួនហើយចំណែកអ្នកគ្រូពេទ្យដែលជាជនជាតិចិនបានស្លាប់បាត់បង់ជីវិតដោយសភាពអត់ក្រាត់កាយខាងក្រោមគណៈក្រោយពេលដែលជនសង្ស័យសម្លាប់ឲ្យរំលោភគាត់បាទហើយការសម្លាប់នេះមិនដឹងថាសម្លាប់ដោយអ្វីទេគណៈដែលក្បាលគឺបែកនឹងហូរឈាមដាបតែម្ដងបាទបងប្អូនពាក់ព័ន្ធនឹងករណីនេះតាមការបញ្ជាក់ពីក្រុមគ្រួសាររបស់ជនសង្ស័យគឺបានបញ្ជាក់ថាជនសង្ស័យគឺជាជនវិកលចរិតបាទប្រស័យប្រសាទបានចូលទៅក្នុងផ្ទះរបស់អ្នកគ្រូពេទ្យឬក៏ទៅមន្ទីរពេទ្យហ្នឹងបងប្អូនរួចហើយក៏បានធ្វើការសម្លាប់បាទអ្នកគ្រូពេទ្យហ្នឹងតែម្ដងរួចហើយរំលោភបាទហើយជនសង្ស័យក៏ព្យាយាមរត់ទៅខេត្តព្រៃវែងប៉ុន្តែត្រូវបានក្រុមគ្រួសារបាទយកទៅបកគលឲ្យបលិសព័ន្ធនឹងករណីនេះគឺជនសង្ស័យប្រស័យប្រសាទតាមអ្វីដែលក្រុមគ្រួសាររបស់ជនសង្ស័យបាននិយាយបាទបងប្អូនពាក់ព័ន្ធទៅនឹងករណីនេះនៅពេលនេះសមាជិកកំពុងតែមានវត្តមាននៅទីតាំងចំណុចកើតហេតុពាក់ព័ន្ធទៅនឹងការសម្លាប់រួចរំលោភទៅលើអ្នកគ្រូពេទ្យដែលជាជនជាតិបរទេសបាទដែលជាពេទ្យចិនបងប្អូនបាទមុខពេទ្យសិតតែអក្សរចិនបងប្អូនបាទហើយតាមការបញ្ជាក់ពីប្រជាពលរដ្ឋជនគ្រូក៏ជាជនជាតិចិនដែរបាទត្រូវបានបាត់បង់ជីវិតស្លាប់តែអាក្រាតកាយតែម្ដងហើយជនសង្ស័យត្រូវបានសមត្ថកិច្ចបានធ្វើការខាត់ខ្លួនភ្លាមហើយកំពុងតែធ្វើការសួរចម្លើយពាក់ព័ន្ធទៅនឹងសម្រាប់រួចរំលោភទៅលើជននោះគ្រូនេះផងដែរពាក់ព័ន្ធនឹងករណីនេះខ្ញុំនឹងព្យាយាមលម្អិតជូនដល់បងប្អូនបន្ថែមទៀតបើសិនជាមានការលម្អិតពីសមាជិកណាមួយអរគុណច្រើនត្រូវជាមួយនឹង UV filter ហើយនិង BB filter មកជាមួយនឹង make up ខ្ញុំលើកនេះអ្នកតាគ្នាខ្ញុំមកប្រើជាមួយនឹង UV filter ដែលសារតែមាន SPF PA បូករបៀបថាមានការពារកម្ដៅថ្ងៃបានខ្ពស់ខ្លាំងមែនតើសំខាន់ការពារស្បែកមុខខ្ញុំពីកាំរស្មី UVA និង UVB ស្បែកមុខចេញកម្ដៅថ្ងៃអីគឺការពារបាន 100% មកអ្នកតាគ្នាកុំភ័យមិនថាយើងនៅផ្ទះទៅក្រៅគេគឺត្រូវតែលេបជាមួយនឹង UV ការពារកម្ដៅថ្ងៃកុំឲ្យស្បែកមុខរបស់យើងចាស់ជ្រីវជ្រួញឬក៏ឡើងអាចរោយអ៊ីនចឹងពេលដែលយើងលេបការពារកម្ដៅថ្ងៃនៅលើមុខយើងបានគ្រប់គ្រាន់ណាស្បែកមុខរបស់យើងគូឡង់គីឡូ healthy ចេញមកស្បែកមុខក្មេងយកមកលេប UV filter នេះឲ្យឡើងត្រជាក់មុខហ្មងអ្នកតាគ្នាបន្តមកខ្ញុំមកប្រើប្រាស់ជាមួយនឹង BB filter អ្នកតាគ្នាស្គាល់ខ្ញុំគឺដឹងខ្ញុំតែងតែប្រើប្រាស់ជាមួយនឹង BB នេះជាប្រចាំមិនថា make up ខ្លាំងឬក៏ make up ស្រាលេ BB នេះគឺស័ក្តិសមខ្លាំងមែនតើរបៀបថាសាច់មួយសាច់ BB គេគឺអត់ធ្ងន់មុខអត់ស្អិតអត់ប្រទេសបតាអត់មានបាញ់ហូរមកអីគឺអត់ទេអ្នកតាគ្នាគឺស្បែកមុខយើងឡំម៉ត់ឡងគីឡូប្រើជាមួយនឹង BB នេះស្បែកមុខយើងឡំម៉ត់ដូច baby អញ្ចឹងអ្នកតាគ្នាសួរលាសួរ plan ខ្លាំងមែនតើហ្មងប្រើដៃក៏បានប្រើពងក៏បានដែរហើយបើថា make up ស្រាចង់បែបស្ដាងសាមញ្ញប្រើពីរនេះចូលគ្នាគឺថាឃើញមុខគីឡូម៉ត់ចេញមកគឺស្បែកមុខដូចនារីក្រែមអញ្ចឹងធម្មជាតិអត់ដិតខ្លាំងអត់អុយខ្លាំងទេប៉ុន្តែគឺឃើញស្បែកមុខយើងគីឡូកាឡា skin ស្អាត ម៉ត់ smooth ស្អាតយកមកអ្នកតាគ្នាអាចជ្រើសជាមួយនឹងឈុត UV filter នេះបាន